បាទសូមគោរពជម្រាបសួរបងប្អូននៅក្នុង YouTube ទាំងអស់គ្នាបងប្អូនបាទថ្ងៃនេះគឺជួបជាមួយខ្ញុំឋានម្ដងទៀតហើយបងប្អូនបាទថ្ងៃនេះគឺខ្ញុំមានវីដេអូមួយដែរអឺថ្ងៃនេះគឺខ្ញុំមានមួយកម្រងទៀតហើយបាទដោយសារមួយកម្រងមុនគឺខ្ញុំបានហើយបាទដោយសារម្ចាស់ផ្ទះគឺគាត់ហៅយើងបន្តការងារបន្ថែមទៀតគាត់ការងារមួយហើយមួយគឺគាត់ហៅខ្ញុំបន្តបន្ថែមទៅទៀតបាទអញ្ចឹងការងារនោះគឺធ្វើភ្លើងដដែលទេបាទអញ្ចឹងការងារនេះគឺខ្ញុំទៅបង្ហាញបងប្អូននៅវីដេអូខាងមុខបាទអញ្ចឹងអឺទីមួយគឺខ្ញុំអត់សូវមានពេលខ្ញុំអត់ចង់បន្តការងារជាមួយគាត់ទៀតទេបាទដោយសារយើងអត់សូវមានពេលហើយណាមួយទីតាំងគាត់ក៏ឆ្ងាយផងដែរបងប្អូនបាទអញ្ចឹងខ្ញុំមានវីដេអូចែករំលែកថាយើងជួបការលំបាកអ្វីខ្លះពេលដែលយើងធ្វើរេបប្រព័ន្ធភ្លើងនៅក្នុងផ្ទះឬក្នុងអគារពេលដែលយើងចាប់ផ្ដើមធ្វើការបាទអញ្ចឹងកុំឲ្យបងប្អូនខាត់ពេលយូរអញ្ចឹងបងប្អូនអ្នករៀនអគ្គិសនីគ្នាយើងឬក៏បងប្អូនថ្មីបងប្អូនដឹងថាយើងរៀនជាងភ្លើងជួបការលំបាកអ្វីខ្លះវិស្វករអគ្គិសនីហ្នឹងគឺជួបផលវិបាកអ្វីខ្លះបាទអញ្ចឹងយើងកុំគិតថាការងារចេញមកមួយយើងគិតថាវាស្រួលបាទវាមិនស្រួលដូចបងប្អូនគិតទេមិនមែនយើងរៀនវិស្វករអគ្គិសនីហ្នឹងមកបជាឆ្វេងបជាស្ដាំទេបាទដោយសារតែយើងបជាឆ្វេងបជាស្ដាំបានហ្នឹងដោយសារយើងមានបទពិសោធន៍ផងដែរដោយសារយើងចេះផងដែរបាទនិយាយមួយម៉ាត់ថាយើងចេះផងដែរអញ្ចឹងណាបងប្អូនបាទអញ្ចឹងកម្រងមួយនោះគឺខ្ញុំនឹងទៅបង្ហាញបងប្អូនតែម្ដងគឺខ្ញុំវាចម្ងាយវាឆ្ងាយដែរបាទចម្ងាយវាឆ្ងាយអញ្ចឹងកុំឲ្យខាត់ពេលយូរបងប្អូនថ្មីបាទអញ្ចឹងមុននឹងទៅបងប្អូនជួយ Subscribe នៅក្នុង YouTube ខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីបាទអញ្ចឹងទៅទាំងអស់គ្នាបងប្អូនឥឡូវយើងមកដល់ទីតាំងហើយបងប្អូនបាទគឺខាងលើនោះគឺកម្រងទូចមួយទេបងប្អូនបាទដោយសារយើងបានជាមួយគាត់បាទនេះគឺខ្ញុំមកដល់ទីតាំងនេះហើយបាទអញ្ចឹងផលវិបាកទាំងអស់គឺយើងបញ្ហាទី1គឺបញ្ហាកាត់បុកផងដែរបាទបញ្ហាកាត់បុកយើងគឺវាហុយបន្តិចហើយប៉ុន្តែយើងទៀមទាយើងធ្វើយកបទពិសោធន៍បាទកុំពេលដែលយើងទម្រាំតែយើងបានបញ្ជាគេឬក៏ប្រាប់គេឲ្យធ្វើគឺយើងអត់ចេះយើងពិបាកប្រាប់គេមែនតើអញ្ចឹងតើយើងឆ្លងកាត់ទាំងអស់ហ្នឹងហើយបានយើងអាចប្រាប់គេបានបាទនេះគឺតយោទូភ្លើងរបស់ខ្ញុំគឺផ្ទះតូចមួយប៉ុណ្នេះគឺខ្ញុំដាក់5តយោសម្រាប់ខ្សែមេគឺខ្ញុំដាក់ខាងក្រោមការ៉ូតែម្ដងដោយសារតម្រូវម្ចាស់ផ្ទះផងដែរបងប្អូនបាទអញ្ចឹងនេះហើយគឺសកម្មភាពធីមរបស់ខ្ញុំដែលគាត់បានធ្វើបានមានសកម្មភាពទាំងអស់ហ្នឹងបាទអញ្ចឹងយើងមិនដំណាក់ការតិចតួចទេដោយសារយើងកាត់អញ្ចឹងហើយយើងដាក់តយោបាទសម្រាប់តយោមួយគឺយើងចងលុះបានដើម្បីឲ្យគេបូបបាទដើម្បីឲ្យគេបូបមកគឺយើងស្មៅសាច់តែម្ដងបងប្អូនបាទអញ្ចឹងខាងក្រៅក៏មានពូច្រើនដែរខាងក្រៅគឺយើងមានពូច្រើនតែមែនតែម្ដងគាត់ថែមយកមែនតែដោយសារថែមពេលខ្លះយើងអត់អញ្ចឹងដំណាក់ការមួយហ្នឹងគឺយើងកាត់អញ្ចាំងបុកអីហ្នឹងគឺយើងផលវិបាករបស់យើងហើយដាក់ជាកងតាក់ផងដែរបាទសម្រាប់ដាក់ជាកងតាក់បងប្អូនគាត់ធ្លាប់ដឹងគឺហៅមូលហេតុអ្វីបានគេដាក់ស្កូតបែបហ្នឹងគឺដោយសារយើងដើម្បីកុំឲ្យចូលប្រឡងដែលយើងចាប់ព្រីចាប់កងតាក់ហ្នឹងកុំឲ្យវាចូលខ្សាច់ពីខាងក្រោយគឺចូលស៊ីម៉ងពីខាងក្រោយគឺយើងចាប់ហេតុការទេអញ្ចឹងយើងបិទបែបនេះបាទបើសិនជាយើងចង់ដាក់2យើងផ្គូបញ្ជីវាស្មើជាងបងប្អូនបាទអញ្ចឹងសម្រាប់ទូភ្លើងសម្រាប់កងតាក់អីហ្នឹងគឺយើងដាក់ពេលដែលគេបូបហើយបាទពេលដែលគេបូបហើយហ្នឹងគឺយើងត្រូវកាត់ដាក់បាទអញ្ចឹងដំណាក់កាលគឺវាមានច្រើនមែនតែនសម្រាប់ផលវិបាករបស់យើងបាទបើសិនជាបងប្អូនមកបងប្អូនគួរតែយកថ្លៃបាទ1/2សម្រាប់ការប្រកបបាទវីដេអូខាងដើមបងប្អូនបានឃើញហើយបងប្អូនបានជួបហើយខ្ញុំបង្ហាញបងប្អូនការជួបផលវិបាកអ្វីខ្លះបងប្អូនបានយល់បានច្បាស់ហើយអញ្ចឹងមុននឹងបញ្ចប់សូមបងប្អូនកុំភ្លេចជួយ Subscribe នៅក្នុង YouTube ខ្ញុំម្នាក់មួយដើម្បីបានវីដេអូថ្មីតទៅទៀតដោយសារមួយរយៈនេះគឺមិនសូវមានពេលប៉ុន្មានទេដើម្បីចែករំលែកជូនបងប្អូនបាទអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបងប្អូនបាទសូមជម្រាបលាបងប្អូនអរគុណបងប្អូនបាទ